Hi guys, I am nobody វាអត់ទទួលបានអារម្មណ៍ថាយើងប្រខំខ្លួនឯងទេអារម្មណ៍មួយហ្នឹងអ្នកដែលគាត់ដឹងហើយដែលយើងធ្វើអីចេញពីការស្រឡាញ់ហើយនិងការចង់ធ្វើរបស់យើងគឺវាមានក្តីសុខ Hi guys, I am nobody I am nobody I am like you know around 7 days start from last week I start refreshing my English language. I want to speak fluently. That's why I try every day and every time I am free time. You know, I really want to speak English. Like I want to speak English like a pro. When I sing about English, I think I understand it well. But when I start speaking, oh, it's so bad. It's so bad and speak like someone that. Like what you say. I am not very flexible whenever I speaking. I want to say about this. I want to say about those. I want to say. I want to tell. I want to describe a thing that I'm first today, but I cannot tell it easily step by step to everyone. That's why I go back to study it and try to practice. Just like now, I hope you guys don't mind if you don't understand what the fuck I am saying about. And I am really appreciate myself so much for what I am trying right now. Maybe before I have no confidence enough to speak. English is always in my mind. I said in my mind, I sing in my mind, but I never pronounce, I never speak it out loud. Yeah. Maybe it's the reason that I am really weak when I am speaking. This video I just want to speak English a little bit, just want to practice and Okay អ្នកទាំងអស់គ្នាមកយ៉ាងហ្នឹងអាចនឹងអ្នកទាំងអស់គ្នាអត់សូវបានឃើញមុខខ្ញុំដោយសារតែខ្ញុំផ្ដោតពេលវេលាច្រើនក្នុងការ practice ភាសាអង់គ្លេសដោយសារអីខ្ញុំចង់និយាយភាសាអង់គ្លេសនៅក្នុងវីដេអូដែលខ្ញុំបានធ្វើមិនមែនធ្វើដើម្បីអួតគេមិនមែនធ្វើដើម្បីអីទេប៉ុន្តែអ្នកទាំងអស់គ្នាយល់ពាក្យថាយើងស្រឡាញ់ភាសាអង់គ្លេសយើងចង់ចេះភាសាអង់គ្លេសហើយយើងអត់ចង់ឲ្យខ្លួនឯងតែយើងអាចស្ដាប់បានភាសាអង់គ្លេសទោះបីជាស្ដាប់បានខ្លាំងតែអាចមកខនតំណមួយគេបានយើងអាចនិយាយបានតែនិយាយបានល្អក្នុងចិត្តទេដល់ពេលដែលយើងទៅនិយាយផ្ទាល់មកគេគឺវាដប់ហើយនិយាយអត់ដឹងណានៅអត់មាន step ត្រឹមត្រូវហើយប្រធានបទអញ្ញាដោយសារអីគឺយើងអត់ចេះឬក៏វាអត់បានថាវាអត់ reflect ហើយពាក្យដែលយើងចេះហ្នឹងវាសុទ្ធតែពាក្យដែលមិនសូវត្រូវការពេលដែលយើងជជែកគ្នាជាពិសេសគឺពាក្យប្រចាំថ្ងៃហ្មងsometimes តកង់ឡានអីក៏យើងដឹងថាវាជាអីដែលជាភាសាអង់គ្លេសតែស្អីវា really hard មកពេលអញ្ចឹងហើយបានខ្ញុំជាយើងរៀនវាម្ដងទៀតមិនបង្ខំខ្លួនឯងអ្នកទាំងអស់គ្នាគឺរៀនដោយការពេញចិត្តរៀនដោយក្តីស្រឡាញ់ហើយយើងអត់ហត់ទេដូចខ្ញុំបច្ចុប្បន្នហ្នឹងចិត្តមួយអាទិត្យទេខ្ញុំសប្បាយនៅក្នុងការរៀនហើយខ្ញុំរៀនរឿងធ្វើឲ្យខ្លួនតក់សិចបន្តិចដូចនិយាយថាសភៅគេមួយក្បាលនេះហើយខ្ញុំបានពេលពួកម៉ាក់ស៊ីលីអូនទីឲ្យតែវាធ្វើឲ្យអស់ឲ្យច្រឡើយអីនៅក្នុងនោះតែគ្រាន់តែយើងមិនមកច្រឡំច្រឡាយទេអីដែលយើងរៀនគឺរៀនពីសភៅនឹងហើយនឹងរបៀបនៃការប្រើប្រាស់ការនិយាយប្រចាំថ្ងៃអីចឹងហើយមួយចំនួនធំមែនតើខ្ញុំបើកមកហើយខ្ញុំមានអារម្មណ៍ថាស្រួលហើយវាតាក់ទាញឲ្យយើងចង់រៀនណាហើយសុទ្ធតែជាអីដែលត្រូវការប្រើប្រចាំថ្ងៃទៀតហើយដែលខ្ញុំនិយាយថាខ្ញុំធ្វើឲ្យខ្លួនតុកសិចនៅក្នុងការរៀនហ្នឹងគឺអ្នកនរគ្នាដឹងអត់ខ្ញុំកត់នេះតាំងពីគេអាចចំណងជើងមេរៀនអាចចំណងជើងសភៅនេះជឿមកបោះហើយអស់នេះក៏ខ្ញុំកត់ដែរ to student to teacher អីហ្នឹងកត់ detail កត់អីបង្កើតឆ្នាំណាបង្កើតអីហ្នឹងខ្ញុំកត់ទាំងអស់កត់ហើយចាប់ផ្ដើមចូល unit 1 unit 2ខ្ញុំកត់ទៀតហើយដល់ពេលកត់មេរៀនហើយដល់កន្លែងលំហាត់មានរូបខ្ញុំគូហើយដល់ពេលកន្លែងលំហាត់កត់មួយធ្វើមួយហើយខ្ញុំមានធ្វើតាម tip
ដែលគេបានដាក់នៅក្នុងសភៅនឹងអញ្ចឹងថានៅពេលដែលយើងរៀនហ្នឹងគឺយើងត្រូវកត់ពាក្យនៅដែលយើងអត់ចេះចូលទៅក្នុងសភៅ vocabulary របស់យើងអង្គុយដាច់យករៀបចំអសភៅ vocabulary នឹងហើយយើងព្យាយាមធ្វើតាមប៉ុន្តែអ្នកនរដឹងថាវាសប្បាយវាអត់ទទួលបានអារម្មណ៍ថាយើងបង្ខំខ្លួនឯងទេអារម្មណ៍មួយហ្នឹងអ្នកដែលគាត់ដឹងហើយដែលយើងធ្វើអីចេញពីការស្រឡាញ់ហើយនឹងការចង់ធ្វើរបស់យើងគឺវាមានក្តីសុខមែនទែនដូចឥឡូវតាំងពីព្រឹករហូតដល់ឥឡូវម៉ោង5:59នៃសួរថាខ្ញុំចេញពីបន្ទប់អត់អត់ទេនៅក្នុងឡើងអត់ដឹងថាភ្លឺឬល្ងឹតភ្លៀងឬក៏អត់ទេតាំងពីប៉ាខ្ញុំមកផ្ទះរហូតដល់ឥឡូវក៏ចេញទៅក្រៅអត់មានអ្នកគេនៅក្នុងបន្ទប់ទៀតទេនេះ but anyway we are so peaceful វាមានអារម្មណ៍គ្រប់គ្រាន់ទេប៉ុណ្ណឹងបានមានទឹកហើយតែអត់បានបោកកៅអៅកាយត្រាំចោលក្នុងបន្ទប់ទឹកចប់វីដេអូហ្នឹងគឺត្រូវតែបោកកៅអៅហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាខ្ញុំទៅវិញហើយជួបគ្នាលើក្រោយ maybe I can speak English maybe I'm so excited I love you so much oh I love you so much you too so រាល់ថ្ងៃហ្នឹងគឺខ្ញុំសិក្សាដល់មេរៀនទី2វាមិនច្រើនទេមួយមេរៀនគឺមានតែ2សន្លឹកឯងមានមេរៀនមួយសន្លឹកលំហាត់មួយសន្លឹកប៉ុន្តែដោយសារតែយើងយកចិត្តទុកដាក់អស់ចឹងហើយវានឹងយូរមកទៅមេរៀនបាន2មេរៀននេះហើយយើងមានសភៅ dictionary vocabulary របស់យើងមួយសូម្បីតែ vocabulary ដែលយើងរៀនហ្នឹងមិនមែនយើងកត់ពាក្យមួយហើយយើងបកប្រែថាខាស្មើនឹងឡានឬក៏អីទេគឺយើងយកមានជាភាសាអង់គ្លេសហើយយើងមាន sample មានអីវាអីចឹងទៅហើយបើសិនជាពាក្យហ្នឹងពេលខ្លះវា different meaning វាប្រែប្រួលទៅតាមស្ថានភាពនៃការប្រើប្រាស់ខ្ញុំកត់ចូលទៀត What a good student oh my god ខ្ញុំមិនមកអួតទេតែ I don't know ខ្ញុំចាក់អបសុខហើយអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានឹងដឹងថាណាគេមើលដល់ហ្នឹងតែអ្នកដែលមើលគឺសំណាងបានខ្ញុំអ្នកដែលមើលដល់ហ្នឹងបានខ្ញុំនឹកអ្នកអត់មើលដល់ហ្នឹងខ្ញុំអត់នឹកទេនេះតែ you can see អ្នកឡើយដឹងថាហេតុតែខ្ញុំព្យាយាមគូសអីចឹងមែនតែគូសពីអីដូចគេ100%ប៉ុន្តែវាសុបាយនៅក្នុងការធ្វើយល់ខ្ញុំចេះគូសរូបដែរហើយមួយវិញទៀតពេលដែលគូសរូបនៅលើមេរៀនរបស់យើងចឹងទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាកាន់តែស្រឡាញ់ហើយពេលបើកទៅមានអារម្មណ៍ថារៀនមកមែនខ្ញុំអង្គុយរៀនតាំងពីព្រឹកមកណាគាត់ឲ្យរៀនហើយទៅអានសភៅទៅធុញហើយបិទសភៅបិទអីហើយអានសភៅបន្តិចទៅដេកចុចទូរស័ព្ទហើយកន្លះម៉ោងអីដេក1ម៉ោង2ម៉ោងអីហើយងើបមករៀនទៀតបែបអញ្ចឹង Do you understand? Yep ហើយអ្នកទាំងអស់គ្នាចុះវីដេអូនោះមានតែប៉ុណ្្នឹងឯង Bye 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 guys មើលថាសុខភាពផឹកទឹកឲ្យច្រើន I love you